bà sân chỉ miền pi bỏ ong bà cọt na mỏ ong trên nhẹ xú mỏ ong trên nhẹ chơi ong na để buông môn ong na để căn cái bao micro môn ong na để mà đo rong bồn môn ong na để đào môn ong na để sờ cột môn cái oi thưa mà hà thai mình ấy thế bà con gì ong mày cha bà cục giang oi tìm môn nhom cả na pro mày đầm này nhà nụ thái đằng hái cứ cả ná sờ cột còi bà con gì ong mày cha sờ cột môn 150 năm còi cả na từ tam chắc mình ấy thế lẹ khăn thì cả này ca sầm đây bà thọ tê ná cứ nhom cả na prom có bậnแต่ปรมថ្ងៃនេះដើម្បីឲ្យបថទេសនាយើងសម្ដែងទៅល្អប្រៀបដូចល្ខោនដែលលេងទៅអ្នកមើលទៅពេញភ្នែកល្អរីឯអ្នកទេសនាយើងទេសទៅឲ្យតិចអ្នកស្ដាប់ស្រួលអញ្ចឹងខ្ញុំកណាក៏សូមដាក់លក្ខន្តិកៈប្រមាណខ្លះដើម្បីឲ្យប្រគុណជាអង្គម្ចាស់ទទួលយកបានហើយព្រមទាំងអស់គ្នាទេសទៅវាល្អប្រគុណជាអង្គម្ចាស់ជាព្រះមហាថែដ៏ចម្រើនខ្ញុំកណាសូមប្រគេនចេះថាថ្ងៃនេះអស់លោកម្ចាស់ដើមទៀនប្រធានផ្ដើមបុណ្យមានសទ្ធាជ្រះថ្លាធ្វើបុណ្យចម្រើនបជនបច្ច័យ4នឹងខួបអញ្ចឹងខ្ញុំកណាសនំពរប្រគុណជាអង្គម្ចាស់ថាបើសិនជាសួរកណាមកហើយស្រាប់តែកណាឆ្លើយទៅវាមិនតាន់ចំនៃសេចក្តីដែលប្រគុណជាអង្គម្ចាស់ចង់បានអានឹងរតនីនិមន្តជួយបន្ថែមឲ្យកណាផងហើយមួយទៀតខ្ញុំកណាបើកឲ្យសួរមកសេរីនិមន្តសួរអីសួរចោះឲ្យតែកណាចេះអាកន្លែងណាអត់ចេះកុំសួរណាប្រយ័ត្នខ្មាស់គេហើយបើខ្មាស់គេមិនមែនខ្មាស់តែលោកវត្តជាមន់ទេខ្មាស់ទាំងបឹងផ្ទាល់ទៅឲ្យទាំងពីរយាយដើរនិយាយដើមទេសនាចម្រើនបជនបច្ច័យ4នៅស្រែស្បៃលោកណាទេមិនកើតទី1លោកជីមន់ទី2លោកបឹងផ្ទាល់អូអញ្ចឹងយើងអាប់យោទាំងពីរទេប្រគុណជាអង្គម្ចាស់ដូច្នេះសួរតែកន្លែងណាដែលខ្ញុំកណាចេះបានហើយមួយទៀតបើសិនជាប្រគុណជាអង្គម្ចាស់ស្រាប់តែទេនឹកឃើញសំណួរកន្លែងណាសួរខ្ញុំកណាភ្លាមហើយចៃដន្យអីកណាវាមិនបានរៀនសូត្រដល់អាចំណុចកន្លែងនោះកណាអត់ចេះទេអញ្ចឹងកណាឆ្លើយយ៉ាងខ្លីអត់វែងទេថាអត់ចេះទេវេប្រគេនឆ្លើយខ្លួនព្រះអង្គហើយមួយវិញទៀតបើសិនជាកណាឆ្ងល់សូមមេត្តាបើកទឹកចិត្តបើកបតីឲ្យទលាយឲ្យខ្ញុំកណាសួរវិញផងណាប្រគុណជាអង្គម្ចាស់មើលខសន្យាក៏ដូចជាលក្ខន្តិកៈមានប្រមាណប៉ុណ្ណឹងតើនិមន្តទទួលយល់ព្រមដែរឬទេបើយល់ព្រមក៏សូមនិមន្តប្រាប់បើមិនយល់ព្រមនិមន្តទៅវត្តវិញទៅកណាលើកមួយអង្គមានដូចជ្រូកព្រៃនឹងមកទេសជាមួយសូមនិមន្តជ្រាបសាធុប្រគុណជាម្ចាស់ព្រះអនុថែដ៏ចម្រើនឥឡូវនេះព្រះអង្គទទួលឲ្យព្រមទទួលថាជាព្រះអនុថែមានន័យថាព្រមឆ្លើយហើយជាការនិមន្តទទួលតែជាអ្នកឆ្លើយនេះមានសំណុំពរប្រមាណយ៉ាងឲ្យខ្ញុំកណាអាត្មានឹងទទួលដែរបើព្រះមហាថែព្រមទទួលលោកក៏ព្រមទេជាមួយហើយបើព្រមទទួលទេឲ្យមហាថែនិមន្តទៅចោះឲ្យព្រះអង្គផ្សេងនិមន្តមកជំនួសប្រគុណជាម្ចាស់ព្រះអនុថែហើយឲ្យតាអនុថែព្រមទទួលតែឆ្លើយប្រមាណកិច្ចសន្យានោះក៏កណាទទួលទាំងអស់2ក៏ដោយ3ក៏ដោយ4ក៏ដោយ5ក៏ដោយប៉ុន្តែបាញ់មិនលើព្រះអនុថែតែព្រមទទួលពីព្រោះព្រះមហាថែជាអ្នកពុះមុនមានភាសាចាស់ជាងហើយលោកពោលថាអាត្មានេះសង្កត់មុនទៅទៀតអាមិនក៏ដឹងម្លេះអនុថែត្បិតតែខ្ញុំកណាបច្ចុប្បន្នលើព្រះអង្គមែនក៏ប៉ុន្តែមិនប្រកាសថាសង្កត់មុនទេអនុថែហើយបើសង្កត់មុនមែនហ្នឹងណាអនុថែប្រអិនគេមានតែមួយទេគេមានតែមួយប្រអិនមកដោយហើយប្រយ័ត្នថាខ្ញុំកណាទៅមុនតដើមកន្លែងប្រអិនអនុថែទៅតាមក្រោយឲ្យធ្វើអាមាទៅហើយតែធ្វើអាមាទៅអត់មាននេះទៀតទេ
ចឹងចប់ហើយតើទៅតាមក្រោយឲ្យអាមាទៅអញ្ចឹងទៅមុនកណាទៅហើយអរគុណជាម្ចាស់ព្រះអនុថែដោយចម្រើនឥឡូវនេះពេលវេលាប្រមាណជាប៉ុណ្ណេះខ្ញុំកណាគិតថាពេលសំគួរសម្រាប់នឹងសម្ដែងពធបន្តិចបែរចេញបន្តិចបទពធក្នុងទីនេះមិនសម្ដែងបុណ្យឯណាឆ្ងាយអំពីបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្ននិងខូបឡើយដើម្បីឲ្យព្រះអនុថែព្រះអង្គបានឱកាសនឹងឆ្លើយខ្ញុំកណាចង់សួរសំណួរទី1ទៅកាន់ប្រគុណជាម្ចាស់ដោយចម្រើនថាបុណ្យនេះជាខាងដើមគេមានចម្រើនព្រះបរិត្តផុតពីចម្រើនព្រះបរិត្តមាននិមន្តប្រសង់ស្រោចទឹកទៅទៀតឯណោះអញ្ចឹងការចម្រើនព្រះបរិត្តនាំកើតជ័យមង្គលកើតជ័យមង្គលទៅដល់អ្នកណាដល់អ្នកស្ដាប់ទាំងឡាយចង់សួរប្រគុណជាម្ចាស់ព្រះអនុថែថាតើធ្វើដូចម្ដេចដើម្បីឲ្យកើតមង្គលក្រៅពីនេះទៀតអានេះសូមរតនីនិមន្តឆ្លើយបបិទ្ធប្រគុណជាអង្គម្ចាស់ដោយចម្រើនហេតុដែលនាំឲ្យកើតមង្គលអត់មានធ្វើអីទេធ្វើដូចញោមកំពុងតែធ្វើឲ្យមេត្តាបិតារបស់គេអញ្ចឹងណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបល្មិចបើធ្វើឲ្យដូចញោមកំពុងតែធ្វើឲ្យមេត្តាបិតាមិនដឹងតែគាត់ធ្វើល្មិចផងអនុថែមើលបច្ចៈម្ដងទៀតសាជាថ្មីមើលតែគាត់ធ្វើល្មិចដូចធ្វើឲ្យមេត្តាបិតាតើធ្វើបែបណាដែរសូមរតនីនិមន្តបច្ចៈនឹងហើយញាតិញោមមានវន្តា2មានបណេត2ហើយមើលអត់ឃើញទៀតតែធ្វើដូចម្ដេចគ្មានធ្វើដូចម្ដេចទេដូចញោមកំពុងតែធ្វើនិមន្តប្រសង់ចម្រើនព្រះបរិត្តស្រោចទឹកនិមន្តលោកសំដែងបទទេសនានឹងឯងក៏ប៉ុន្តែនេះវាគ្រាន់តែជាសកម្មភាពដែលព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងក៏ដូចជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងញោមក៏ប៉ុន្តែន័យឲ្យចំហេតុដែលនាំឲ្យកើតនៅមង្គលហេតុដែលនាំឲ្យកើតនៅសេចក្តីសុខហេតុដែលនាំឲ្យកើតនៅសេចក្តីចម្រើនលោកថាមានតែការគោរពមេត្តាបិតាតែប៉ុណ្ណោះអញ្ចឹងហើយបានជានៅក្នុងមង្គលសូត្រគាថាទី11ព្រះលោកសម្ដែងថាមេត្តាបិតឧបฏដ្ឋានังអេតាមង្គលមុតតមੰកិរិយាបំរើនៅមេត្តាកិរិយាបំរើនៅបិតាពុទ្ធលោកសម្ដែងថាគឺជាមង្គលដ៏ឧត្តមគឺជាមង្គលដ៏ប្រសើរហើយមនុស្សយើងទាំងអស់ញោមមិនមែនថាអ្នកស្រែស្បៃអ្នកនៅបឹងផ្ទិលអ្នកនៅជាមន់នេះសិតតែអ្នកប្រាថ្នាចង់បានសុខហើយសិតតែអ្នកប្រាថ្នាចង់បានមង្គលហើយសេចក្តីអន្តរាយសិតតែមិនមែនជាសេចក្តីប្រាថ្នារបស់មនុស្សញោមធ្វើបុណ្យឲ្យឪពុកញោមធ្វើបុណ្យឲ្យម្ដាយសិតតែអ្នកប្រាថ្នាឲ្យបានមង្គលអញ្ចឹងមង្គលពិតប្រាកដមិនមែនស្ថិតនៅលើការអុជធូបបន់ព្រះសំពះព្រំនោះទេណាញោមតើតែយើងសំដែងអាការៈដោយកាយដោយវិចារដោយចិត្តដូចញោមកំពុងតែធ្វើអញ្ចឹងនឹងហើយគឺជាហេតុដែលឲ្យយើងកើតនៅមង្គលអ្នកដែលយកមេត្តាជាអារម្មណ៍អ្នកដែលយកបិតាជាអារម្មណ៍តែងតែនឹករលឹកនឹកឃើញអំពីគុណនោះឧបការៈគុណមេត្តាបិតានឹងហើយហេតុដែលនាំឲ្យកើតមង្គលហើយបើកូនចៅខ្លះញោមហើយគេចង់បានសុខគេចង់បានចម្រើនដែរក៏ប៉ុន្តែរាល់ថ្ងៃអត់មាននឹកឃើញម៉ែអត់មាននឹកឃើញឪម៉ែឪដេកអញ្ចឹងផ្ទះលហែកមេឃភ្លៀងមកលិចឲ្យជ្រេកច្រូចរសេចក្តីសុខអត់បានទេក៏ប៉ុន្តែខ្លួនឯងដេកសិតតែពុកដេកសិតតែម៉ាស៊ីនតិចមកហូបឆ្ងាញ់សល់រាប់មិនអស់រីឯមេត្តាបិតាវិញល្ងាចឡើងព្រឹកឡើងថ្ងៃឡើងមានតែអំបិលប្រហុកមានតែអំបិលប្រហុកហើយខ្លួនឯងអស់ចាក្រៃមើលមេត្តាបិតាមើលមិនយល់នឹងលោកសម្ដែងថានៅក្នុងបារាភវសូត្រគាថាទី4ព្រះលោកសម្ដែងថានរជនណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សាមេត្តាបិតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យវិនាសអូអ្នកស្រែស្បៃអើយមានញោមណាចង់បានវិនាសដល់អត់តើអត់ទេសិតតែអ្នកចង់បានចម្រើនអញ្ចឹងផ្លូវវិនាសមាន12ដែលព្រះលោកសម្ដែងប្រាប់តបទេវតាញោមហើយបើអ្នកណាមួយពេញចិត្តដើរផ្លូវទាំង12អានឹងវិនាសអូតូម៉ាទិកតែហ្មងហើយបើសិនជាយើងមិនចង់បានដល់នៅសេចក្តីវិនាសយើងគប្បី
ណែកុំប្រព្រឹត្តចូលនៅក្នុងគាថាទាំង12ឥឡូវញោមប្រព្រឹត្តចូលហើយគាថាមង្គលសូត្របើគឺគាថាទី11អ្នកណាបំរើមាននៅមេត្តាអ្នកណាបំរើនៅបិតាលោកថាជាមង្គលដ៏ឧត្តមណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាប សាធុប្រគុណជាម្ចាស់ព្រះមហាព្រះអនុថែដ៏ចម្រើនបរិស័ទទាំងឡាយដែលបដិបត្តិដើម្បីឲ្យកើតមង្គលក៏យកមេត្តាជាអារម្មណ៍យកបិតាជាអារម្មណ៍យកមេត្តាជាធំបិតាជាធំឮពាក្យថាមេត្តាបិតាដែលគេតែងតែហៅឆ្ងល់បន្តិចទៅមើលអនុថែបើនិយាយអំពីមេត្តាបិតាទៅឲ្យលើកតែនឹងមកសួរតំងចុះពាក្យថាមេត្តាជាភាសាអ្វីហើយប្រែដូចម្ដេចតែអអ្នកសមរតនានិមន្ត មេត្តាជាភាសាមនុស្សប្រែថាម៉ែសូមនិមន្តជ្រាប មេត្តាជាភាសាមនុស្សទេដូចត្រូវដែរញោមយើងហៅតែមេត្តាបិតាភាសាមនុស្សមែនហើយប្រែមកតែម៉ែមែនមើលប្រគុណជាម្ចាស់ខ្ញុំកណាអត់សួរចង់បានត្រង់ហ្នឹងឯងពាក្យថាមេត្តាដឹងតែភាសាមនុស្សហៅប៉ុន្តែមេត្តាណែខ្ញុំកណាគឺតាក្រែងមានភាសាអ្វីផ្សេងទៀតទេអានេះបើសិនជាមានសំប្រែឲ្យខ្ញុំកណាដឹងបន្តិចផងមកមើលសមរតនានិមន្ត បពុតប្រគុណជាអង្គម្ចាស់ដែលបកែសួរដោយចម្រើនគ្រាន់តែមេត្តានោះក៏សួរដែរញោមណាហើយមានញោមដែរសោះហ្នឹងហើយចាំបាច់សួរកណាទៀតមេត្តានឹងជាភៈគេហៅថាភគធមេសាមានន័យថាភាសាឥណ្ឌាញោមជាភាសាបាលីមេត្តាមកពីមានអ្នកធាតរាតុបច្ច័យគេប្រែមកថាអ្នកបង្កើតកូនណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាប សាធុកឡោសេអយស្មាអនុធរមនាលលោកម្ចាស់អនុថែដ៏សែនឆ្លាតមេត្តាជាភាសាមគ្គធៈហើយប្រភេទជាភាសាខ្មែរដែលជាអ្នកបង្កើតជាអ្នកបង្កើតនេះផងជាអ្នកកបតៃផងជាអ្នកចិញ្ចឹមកូនក្នុងកផងនេះឯងជាមេត្តាអីចុះបិតាអអ្នកអនុថែតើពាក្យថាបិតាជាភាសាអ្វីហើយប្រែដូចម្ដេចដែរសមរតនានិមន្តប្រែ បពុតប្រគុណជាអង្គម្ចាស់ដ៏ចម្រើនហើយសួរមេត្តាមិនទាន់បានប្រមាណផងឥឡូវចូលដល់បិតាហ្នឹងក៏ជាភាសាមគ្គធៈភាសាដូចគ្នាញោមណាបិតាមកពីបាលៈធាតុរិតុបច្ច័យប្រែមកថាអ្នកផ្ដល់កំណើតអ្នកចិញ្ចឹមបីបាច់អភិបាលថែរក្សាឃុំក្រងកូនប្រុសស្រីលោកឲ្យឈ្មោះថាបិតាណានៅអង្គម្ចាស់សូមនិមន្តទទួល សាធុបិតាប្រែថាអ្នកផ្ដល់កំណើតឬក៏ឪពុកដែលយើងហៅសាមញ្ញប្រគុណជាម្ចាស់ឬពាក្យតាមេត្តាបិតាបរាណោណាចាលោកប្រែថាជាអ្នកមានគុណលោកឲ្យឈ្មោះថាជាអ្នកដែលមានគុណូបការៈចំពោះលោកទាំងឡាយដែលជាកូនចៅប្រុសស្រីចង់សួរបន្តិចទៅមើលអនុថែអ្នកមានគុណហ្នឹងតើគុណខុសគ្នាឬក៏ដូចគ្នារវាងមេត្តានិងបិតាគុំនិមន្តឆ្លើយ បពុតប្រគុណជាអង្គម្ចាស់ដ៏ចម្រើនញោមហើយថ្ងៃនេះដូចជាប្លែកចេញឡើងសួរមេត្តាបិតាសង្ស័យត្រៀមជើងព្រួលคลายជាប៉ាគេហើយយ៉ាងបើអញ្ចឹងបានជាចង់ដឹងរឿងមេត្តាបិតារបស់គេម្លេះប្រគុណជាអង្គម្ចាស់ហើយឮគេនិយាយស្ដីតគ្នាតាំងពីសម័យបុរាណគេថាម៉ែឪនឹងមានគុណស្មើគ្នាដែរឬអត់អញ្ចឹងខ្ញុំកណាឆ្លើយថាម៉ែឪមានគុណដូចគ្នាម៉ែមានគុណ12ឪមានគុណ21ណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាប សាធុម្ដាយហើយនឹងឪពុកមេត្តាបិតាមានគុណស្មើគ្នាហើយចុះបើស្មើគ្នាអាម៉េចបាន1 12អាម៉េចបានជាមួយ21មើលបច្ចៈដងនឹងបន្តិចទៅមើលបើមានគុណដូចគ្នាអញ្ចឹងសូមអនុថែនិមន្តបច្ចៈសូមនិមន្ត បពុតប្រគុណជាអង្គម្ចាស់ដ៏ចម្រើនបុរាណណាចាស់លោកថាម៉ែឪមានគុណ12រីឯបិតាមានគុណ21ញោមហើយលេខទាំងពីរបើគេសរសេរសម្រាយគេយក1 + 2 ស្មើ3
ហើយ21គេយក2បូក1ស្មើ3ដែរមែនអត់ញោមអញ្ចឹង3ស្មើគ្នា3បូក3វា33តំណាងទៅលើតួអក្ខរាទាំង33គេប្រែថាគំនុះដែលគូសវាសសរសេរមិនចេះរីងស្ងួតបានដល់គុណមេត្តាបិតាអញ្ចឹងសរុបឲ្យខ្លីមកមេត្តាបិតាមានគុណតែ3ស្មើដូចតែគ្នាទេណាប្រគុណជាអង្គម្ចាស់បើចង់ដឹងច្បាស់និមន្តសួរម្ចាស់ដើមបុណ្យសូមជ្រាបសាធុមេត្តាបិតាមានគុណស្មើគ្នាហើយព្រះអង្គលើកអំពីអក្ខរាឬក៏អក្ខរៈទាំង33តួដែលគូវាមិនចេះរីងស្ងួតប្រៀបបីដូចជាគុណឪពុកម្ដាយតែរៀបរាប់តាំងតែពីកូនកើតដឹងក្តីរហូតមកដល់កូនពេញវ័យមានគូសកលមានប្តីប្រពន្ធមានទ្រព្យសម្បត្តិមានផ្ទះសម្បែងតាគុណនៅតែមានម្ដាយហ្នឹងឪពុកជាមេត្តាបិតានៅតែតាមថែតាមរក្សាតាមគុតគង់អត់ចេះរីងស្ងួតទៅណាទេបេះដូងឪពុកម្ដាយតែកូនប្រគុណជាម្ចាស់ដ៏ចម្រើនខ្ញុំកណាឮថាម្ដាយគុណ12 1បូក7 3ឪពុកមានគុណ21 2បូក1ស្មើ8តើគុណស្មើគ្នានោះមើលលើកបច្ចៈបន្តិចទៅមានបន្តិចទៀតទៅមើលខ្ញុំកណាដូចមានក្តីសង្ស័យតើ3ស្មើគ្នានោះមានន័យយ៉ាងណាដែរបច្ចៈបន្តិចទៀតសមរតនានិមន្តបបិទ្ធប្រគុណជាអង្គម្ចាស់ដ៏ចម្រើនខ្ញុំកណានឹងចេះតែបុកពោះថ្ងៃនេះប្រគុណជាអង្គម្ចាស់និមន្តសួរដូចជាប្លែកតែពេលប្លែកអញ្ចឹងអាត្មាជាតែផ្ទៀងតិចស្ដាប់បវរសំនួរណាចេញពីឋានប្រព្រំគៀកកគ្នាយំលើចុងអាស័យអាត្មាមិនចេះខ្មាស់យាយតាឥឡូវប្រគុណជាអង្គម្ចាស់ដេញសួរអាត្មាទៀតថាហើយចុះបគុណ3ស្មើគ្នាហ្នឹងតើគេតំណាងទៅលើអ្វីតើគុណ3យ៉ាងហ្នឹងមានន័យសេចក្តីយ៉ាងដូចម្ដេចញោមហើយញោមមេត្តាបិតាមានគុណ3ស្មើគ្នាទី1ជាតិគុណបានន័យថាគុណគឺការផ្ដល់កំណើតបើសិនជាមិនមានម៉ែបើសិនជាមិនមានឪម្ល៉េះហើយក៏គ្មានកូនដែរអញ្ចឹងបានជាព្រះលោកសម្ដែងថាយ៉ាងខោកាយោរូបិចាតុមហាពុទ្ធកោមេត្តាបិតិកសម្ភវោអោតនកុមសៈអុជយោថាកូនចៅប្រុសស្រីដែលមានវ័យវឌ្ឍនាការមានកំណើតកើតបានប៉ុណ្ណឹងដោយសារតែមេត្តាបិតាខិតខំចិញ្ចឹមបីបាច់ថែរក្សាផ្ដល់កំណើតបង្កើតឲ្យយើងមានរាល់គ្នានឹងឯងហើយចឹងបានថាបើសិនជាមិនមានមេត្តាបើសិនជាមិនមានបិតាម្ល៉េះហើយក៏គ្មានដែរយើងទាំងអស់គ្នានឹងអានេះទី1ទី2លោកថាអដ្ឋិគុណគុណគឺឆ្អឹងបើសិនជាមិនមានឆ្អឹងម៉ែបើសិនជាមិនមានឆ្អឹងឪម្ល៉េះហើយក៏គ្មានដែរឆ្អឹងកូននឹងមែនឬអត់ញោមសួរមើលតែឆ្អឹងដៃឆ្អឹងជើងរបស់ញោមទិញនៅផ្សារណាអូរងឪតូបលេខប្រមាណគេលក់នោះតើអត់ផងហើយចុះថ្មិញនឹងទិញមកពីណាដែរភ្នែកក្បាលជើងដៃទិញមកពីផ្សារណាថាអត់ទេហើយបានមកពីណាម៉ែឪខ្ញុំកណាចែកឲ្យអូអញ្ចឹងបានន័យថាបើសិនជាមិនមានឆ្អឹងម៉ែបើសិនជាមិនមានឆ្អឹងឪម្ល៉េះហើយក៏គ្មានដែរឆ្អឹងកូនអានេះទី2ណាប្រគុណជាអង្គម្ចាស់ទី3លោកថាឧបការៈគុណគុណគឺការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មាគ្រាន់តែប្រសូតចាក់ឧទរនៃផ្ទៃមេត្តាកាលណាអ្នកដែលមើលថែចិញ្ចឹមបីបាច់អភិបាលឃុំក្រងយើងញោមគឺម៉ែហើយនឹងឪម៉ែយើងឪយើងកាលពីនៅកំឡោះកាលពីនៅកំមុំញោមនេះនៅពីមុខអាត្មាសិតតែអ្នកមានបទពិសោធន៍ហើយតាក៏មានបទពិសោធន៍យាយក៏មានបទពិសោធន៍អាត្មាទាំងពីរព្រះអង្គអត់ទាន់មានបទពិសោធន៍ទេញោមព្រោះអាត្មាទាំងពីរព្រះអង្គអត់ដែលមានប្តីមានប្រពន្ធទេហើយចឹងមិនទាន់យល់អារម្មណ៍មួយនឹងទេដឹងថាញោមសម្រស់កាលពីនៅកំឡោះកាលពីនៅកំមុំភ្នែកស្អាតភ្នែកពេញភ្នែកខ្មៅក្រឹបល្អណាញោមតែមានកូនកាលណាអាត្មាធ្លាប់ឃើញបងស្រីញោមអាត្មាគ្រាន់តែកូនយំអង្ងាពេលណាម៉ែឪស្ទុះភ្លាមទៅស្រវាលើក3អោបថើបកូនហើយម៉ែខ្លះអត់សូវចេះច្រៀងទេញោមមកច្រៀងអាត្មា
ស្ដាប់ការណាដូចចង់ស្លាប់ការនោះគោល្មមដាច់ខ្សែអស់ហើយញោមព្រោះចម្រៀងម៉ែនឹងព្រោះពេកម៉ែមិនចេះច្រៀងម៉ែសំដីមិនព្រោះទេក៏ប៉ុន្តែមានកូនកាលណាបត់ស្អីក៏ម៉ែចេញមកដែរអាយ៉ៃអីមកចេញទាំងអស់អំពេលកូនញោមឃើញទេនឹងអញ្ចឹងបានន័យថាសម្រស់ម៉ែលែងស្អាតហើយកាលនោះកាលពីនៅកមុំស្អាតមានកូនកាលណាភ្នែករូងញោមមកដូចភ្នែកមៀមអញ្ចឹងខ្មៅឃ្លីត្មងលែងស្អាតអស់ហើយហើយអាជីវជាតិម៉ែធ្លាប់តែល្អមានកូនបឺតទឹកដោះពោលគឺឈាមឲ្យជារសជាតិទាំងប្រមាណនឹងផ្ដល់ឲ្យកូនឲ្យទាំងអស់អញ្ចឹងបានជាកូនខ្លះធ្លាប់ល្អម៉ែល្អឪម៉ែឯងមិនដឹងជាស្អីទេគ្រាន់តែអង្គ5គីឡូលើកមិនរួចផងគ្រាន់តែទឹក1លីត្រ2លីត្រលើកមិនរួចផងអីក៏អន់ម្លេះម៉ែកាលពីមិនទាន់មានកូនឯងម៉ែលើកអង្គ50គីឡូម៉ែលើករួចណាញោមណាហើយចុះឥឡូវម៉ែមានកូនឯងម៉ែលើកលែងរួចមិនមែនជាមូលហេតុអីទេកូនអើយអាកម្លាំងខ្លាំងដូចដំរីសាខ្លាំងទាំងយាយខ្លាំងទាំងតាទៅណាមកណាចិត្តទៅកើតនោះឲ្យកូនឯងអស់ហើយបើគ្មានកូនឯងម៉ែឪក៏មិនអន់ដល់ថ្នាក់នឹងដែរអូអញ្ចឹងបានន័យថាធម្មពលទាំងឡាយទាំងពួងផ្ដល់ឲ្យកូនឲ្យទាំងអស់ដូច្នេះកូនប្រុសកូនស្រីយើងនឹករលឹកដឹងគុណនោះឧបការៈគុណកន្លែងនឹងផងញោមមកចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីតូចក្រូចឆ្មារហូតដល់មានវ័យវឌ្ឍនាការចម្រើនធំឡើងពេញកំឡោះពេញកំមុំរៀបការឲ្យយើងទៀតយើងរៀបការកាលណាហើយសួរថាម៉ែនឹងចិត្តស្រឡះអត់ថាអត់ទេខ្លាចកូនអញការហើយរស់នៅមិនចុះសម្រុងនឹងគ្នាអញ្ចឹងអញចាំឃ្លាំមើលកូនអើយស្រឡាញ់គ្នាដល់ចាស់កងខ្នងខំជ័យលបូតខំពូតល្បេះខ្មោចទល់តម្រេះធ្វើមិនត្រូវទៅណាកូនណាខ្លាចកូនការហើយរស់ស៊ីអត់មានអត់បានថាម៉ែឪនឹងខ្វល់ខ្វាយថែរក្សាកូនទៅមកហ្នឹងញោមអញ្ចឹងបានថាកូននឹងគឺជាចំណងណាចំណងចងពុកចំណងចងម៉ែចំណងអត់ខ្សែគ្មានមុខស្រ័យគឺចំណងកូនអាត្មាឃើញតែកូនវាពិបាកអញ្ចឹងបានជា2អង្គវាមិនចង់មានកូនគេណាញោមណារាល់ថ្ងៃមានកូនដែរគេហៅថាម៉ោង8តែងខ្លួនម៉ោង9ពោះធំបាទនាំកូនទៅបិណ្ឌហ្នឹងអាកូនក្រៅខោអញ្ចឹងញោមនេះបើនឹងមានកូនប៉ុណ្ណឹងបបាក់តម្រុំតែមានកូនដូចញោមទៀតមិនដឹងថាបបាក់បណ្ណាទេប្រគុណជាអង្គម្ចាស់ខ្ញុំកណាបកស្រាយបានប្រមាណប៉ុណ្ណេះមិនដឹងជាត្រូវមិនដឹងជាខុសបើត្រូវយកចុះបើខុសដកចេញឆ្លើយឡើងវិញស្រែកលើមហាថែវត្តបឹងផ្តិលសូមនិមន្តជ្រាបសាធុជ្រាបប្រគុណជាម្ចាស់ព្រះអនុថែដ៏ចម្រើនស្ដាប់ពីខាងដើមមិនទាន់យល់បានឲ្យព្រះអង្គបញ្ជាក់យំណាលោកថាម្ដាយមានគុណ12ឪពុកមានគុណ21ដល់ទៅពេលលោកថា12និង21មានគុណស្មើគ្នាហើយតែអាត្មាវាចេះតែឆ្លើយបូកលេខល្មិចបាន12 21វាទៅជាស្មើគ្នាដល់ទៅពេលសួរព្រះអង្គទៀតលោកថាទេគុណឪពុកម្ដាយមាន12និង21គុណជាលេខនេះបើបូកជាលេខឃើញតែលេខ3ហើយបើនិយាយអំពីគុណបន្តទៅទៀតដែលព្រះអង្គព្រះអនុថែលើកបាញ់មិញតែមាន3ស្មើគ្នាមែនទី1ជាតែគុណឪពុកផ្ដល់កំណើតឲ្យកូនម្ដាយក៏ជាអ្នករក្សាកូននៅក្នុងផ្ទៃដែលត្រូវចាប់កំណើតមានដូចគ្នាជាតែគុណការផ្ដល់កំណើតទី2អតិគុណឆ្អឹងរបស់ឪពុកម្ដាយដ៏រឹងមាំដែលបង្កើតបានទៅជាកូនចៅប្រុសស្រីដ៏មានឥទ្ធិពលមានវ័យឆ្លាតមានសម្រស់ល្អផូរផង់រហូតដល់មានទ្រព្យសម្បត្តិកូនចៅទៅទៀតទី3ឧបការៈគុណលោកឪពុកក៏មានគុណោបការៈអ្នកមានគុណធ្ងន់លើកូនម្ដាយក៏ជាអ្នកមានគុណធ្ងន់ទៅលើកូនដូចគ្នាអញ្ចឹងស្ដាប់បានអំពីគុណស្មើគ្នាប្រមាណប៉ុណ្ណេះហ่าលោកថែឥឡូវនេះមិនសួរតាក់តងជាមួយគុណមេត្តាបៃតាទៀតទេកាលពីមកដល់មុខរោងបុណ្យខ្ញុំកណាឮលោកគ្រូអាចារ្យប្រកាសជូនរំដាប់ជួននេះជួននោះទៅលោកយាយឲ្យលោកយាយទុកនេះសិនទុកនោះសិនអញ្ចឹងប្រគុណជាម្ចាស់បុណ្យនេះឃើញមានពិធីជូនរំដាប់បុណ្យទៅដល់មេត្តាដល់បៃតាអ្នកជូនតាំងពីប្រឡំជូនតាំងពីប្រាក់ជូនតាំងពីបាយទឹកនំចំណីភេសជ្ជៈគ្រប់បែបគ្រប់យ៉ាងចង់សួរប្រគុណជាម្ចាស់បន្តិចទៅមើលតែហេតុអីបានជាគេចាំបាច់ត្រូវជូនដែរអាអ្នកសមរតនីនិមន្តឆ្លើយតសវេចនង្អហង្សត្វាផន្តេថេរៈបពិតប្រគុណជាអង្គម្ចាស់ដែលបកែសួរលេខ1ប្រចាំប្រទេសកម្ពុជាដ៏ចម្រើនញោមមកឲ្យមិនចាំបាច់ទៅ
ทานนรกทานแปดมือมกยมมาบาลยมมาเรียตีนะโยมยมมาบาลยมมาเรียคือจีนเนี่ยได้จำสูตรจำนวนจำลายปีแต่มนุษย์สลับตื้อปากกายสูตรนะเฮ้ยเลยโยมมันบัดตื่นนาเต้นอ่องนาก็ได้เอาแต่ปากกายสูตรนั่งไงโกนยมมาเรียหรือก็ไปจิตมุนยมมาเรียโยมจังโยมดังสลับไอ้อ่องนาปากกายสูตรโยมแล้วครูบังตลนะโยมนะพอเฮ้ยอ่องนาปากกายใช้กิทานนั่งกุยตีบดาปากกายดอกปัสนาเราบอกมันดูจังอาตมาตีบดาไอมหาไทยกุยมมาเรียนะโยมนะไอ้ถ้าจังแต่จ้องอาตมาคอมใช้ไอ้mình nắng sman để chui bọ sài ấy bát thái mà lâu xua tham tiết thả niệm môn bậc đò rô bón khơi nhà cha đập nom cồn trăng phơi sẵn đà nơi môn pê và xong niệm môn bậc đò lấy dương tầng ở ni miền rừng đập bón miền xa đọ miền bẩn lông miền khao ai bay tật nôm chấm nay tây sạch nước chú nổi bốc mà đai hơi cho hai ấy ban chia bờ rong bờ ran na cha chỉ đôn chỉ ta dưới bậc cao lang tơi chia bị thi muối nơi khăn ông sạc sẵn ạ bị thi này bậc bút sạc sẵn à chia bị thi bài bờ rong bờ ran bài nâng nấy ní cứ trong sầm đai thành che nhung lục thả côn bọc sấy bà sân chỉ dương từ bấn nơi quát dương cùng plik và hai ta vừa bấn nơi tia đôi tầng ngôi thản nẹ khlang chưa bần khlang dọc mà hộp tầng trắng từ vọt vả mày ơi srei liên bần bê nặng ná lồi xua cồn thá miên so rồi tế cồn chlai vinh cang thằng mày ơi trong slo còn tại từ vọt tế mày slo tới còn tại từ bờ kênh lục tế chẳng mày ơi nơi tiền nâng bạc bua cái hết ọt đà ha cái tha thưa bần bẹp ní cái hai ta thưa bấn ọt bạc cọp đôi bàn nhà tế chẳng cồn pro cồn sấy môn từ vót môn phơi bị thi ấy dừng nấc là lắc đó bốc bật tê vì ban đây ta tê và đa kháng đau mà bỏ dương cứ nè ná men tê và đa nơi than cha tổ mà ha đây chỉ ca ta và tăng xa diêm miên tàu sẽ tan nâm miên nè là tây tê nó nhom đó tê và đa kháng đau mà bỏ dương đại bỏ bút lục đại mùa ái cứ chỉ miệt đá bay đa nâng ấy miệt đá chỉ tê và đa kháng đau miệt đá bay đá chỉ bốc bia cha chỉ bọc bia cha kêu đào mà bỏ dương nè bà riêng là dương trẻ đào môn kế cứ miệt đà bày đà nè na bà riêng là dương trẻ cùi môn kế nè na nè bà riêng dương là trẻ dây môn kế nè na bà riêng là dương trẻ hộp bài môn kế cứ miệt đà bày đà mùi tiết miệt đà bày đà chỉ bẹt prom chỉ a hồn nấy dọc bọc cô rồi bọc côn nhô miền này thà mày nâng chỉ bẹt mày nâng chỉ bẹt rồi hòn ta rồi hòn tây rồi bọc côn bọc sấy ta chân bàn chia được không sang kia lì cạ sốt rứ sang kia lô việt tờ sốt và bút lô sầm đầy than nẹt na thâu vai một cung miệt đá bay đá bàn an thì xong đôi thoại cùng một bút chân nhôm nè an thì xong để dư thoại cùng miệt đá bay đá đôi thoại cùng một bút cồn bọc sấy lướt rồi đạp bôn chun miệt đá bay đá nhiều mà bàn bồn tràn nè bàn bồn mà cả lẹ miệt đá bay đá nó bỏ dương dốt rồi đạp tao nung màu thưa chỉ mùi và xong dương bàn bồn mà toàn tiệt nhung cái ót trắng bàn đây thà tao đi cứ xì son lừa cha chia thấp bật đây gặp bàn này cha dương đi nhôm sao để cha bàn bù riêng sao để là bay là bàn hay chân tế bàn chỉ quạt độc nòm mơ tới là mà tê sana chụp bộ quạt tay để khơi bị thi nó lọ và sao còn chân bị thi đại lọ và sao bán là trà nó cứ sầm khăn nè chẳng là cha quạt bàn độc nòm dạng lọ và bay thay thla và côn chỉ on mày cha hai cái lược rồi đập bồn chun miệt đá bay đá cái trong bàn bồn pi tòng chân na và côn chỉ on mày cha lược pi ni cả na ọt các bạn à linh ta mong xong thì môn chi điệp cái na sa thu bay tòng cờ rô na hà nội thay ấy khi nhom cái na đam thua pre hà nội thay yu tư rất tập cờ rô bà ông bà cái chơi na zoom che toan ao tờ xua tận ná cứ chơi tranh tầng ao thì khang đớn đôi tầm mà xua lư bịa tầm miệt đá lư bịa tầm bay đá lư ai chen dây hay cục hay mày đừng nó cái con nằm đăng trên nhầm pi bà lây đi đăng cái bé tham mai tia lấy bà côn chi mà cha bẻ nụ thái bà cái khang chơi lư lược láng ai đó là bà cái khang chơi men tên tứ lục lược priệp thiệp thả mà nó cái dùng mà đi bà cái xua ấy lô ta lô ngay tê và ta bà cái đọc sài sla để sla mà lấy hà nội thái
bà nhom cả na nhom mà riết men nhom mà riết gì na cái ta xua tê và ta nú cái xua ta cụ prai ta chẳng bà nụ thai ta cả na nhom mà riết miền là nụ thai nụ prai to để vô á mình lư để nhom mà riết na cái xua tê và ta chẳng bà con chia về cha bè nụ thai chla ơi bà hà sen chla tên nâng à ok nè ao tập tê na chúa bảo ngặt ma sờ bay chân không ca xua tập bong nhúng pi pro ca sầm đây qua đó bảo ông và cây lực hay Paul mau bình dương bà snap tới sầm nua để xua tới chloi tập bốc đôi chim sơ si này sao đó là xua bà tô từ tiết ăn tận này rồi bảo thoa bảo ông để ban sầm đây mất khơi tầm miền này cục rón nghi vô trồi chặt mền tên đôi bánh bánh bảo ông chloi tiệt tôm chở mũi những ca để con chơi pro sấy chun rồi đáp từ lúc ở bốc này mà đài chứ tu tư dương ngon ta hay đấy chẳng ai chun từ con dừng mưa thòng lá chun ta bài tụi con còn hô mưa ta còn nắng á bạ chun ta còn trai ân ta tam bất đôi bẻ nô thay nước lang thả bốn này con cháu vừa chun chụp buồn lúc ở bốc vừa chun chụp buồn nè mà đài đi khó từ mua hết bốn vừa chun tay mình ta bảo con nó để lừa còn đáp chun miền bay tập nông chấm này tây sạch ngày say những miền bà to từ tiên từng bị sầm cốt khao aiเราแต่จูนหาอย่างนี้จูนกวาดมาตั้งโกนบานบนมาตั้งจูนในไอ้ตอนลูกเอาปุกเนี่ยมาได้นอกกับบานโกนจูนอาหารก็ยกระดับต่างอ้อน้องมอประเกณฑ์ประสังบานบนมาตั้งที่ปีดองนี่อันนั้นไอ้ให้แต่กี่จุดกี่จองจุดแต่ดองเนี่ยมาได้ตุกดูเจียระบตุกดูเจียระบอก็แต่มีขนมได้ล้องเมนไม่แต่เตยเย่สตะโกนได้ยางกี่ไอ้เนียเมาấy đôi chia rong nắng bài chia men mai tao cái côn ngay tao ấy tao ngày say bay tập nông trồng này tây say cứ bạc con chia men mai cái côn chỉ nè chặt cháy bạc ca sừng ép mùi trồng phơi chẳng hạn năng sạch chỉ là bạc côn tao mai miền bạc hai tên chẳng tội na ban côn còn thay là bò chỉ là bò côn tao đào bây giờ là bò năng bị tư chỉ là bò máy tao côn cho là bò năng từ chuồn quát ấy quát cho là bò nước màu bạc kim và sáng chẳng côn cả bàn bốn mày cả bàn bốn người bè nụ thái bọn được lần bành mình trong cả na chui ở nụ thái và thay bên đây từ cho cầm ao ta mà ha thái ọt chui lôi bia so ao ta nụ thái này lôi từng ống và côn chia mà chả môi tiết bằng tâm pi cách để chun hai trong cả na lư là khổ quả cha đập non cách sông khả mạt tô hai ấy ban cọp bấy trăm bách côn cháu pro tập sấy sông khả mạt tô lô cả bốc này mà đái ta miền hết ban phải chơi cả lao bị lúc đôi mà đây anh nhé xong rồi tụi này muốn slide bò bật và con giờ ăn mà cha đòi chầm rờn lư ta xa ta nhom cả na bà cài lái cả na sờ bài chặt á bà sân giờ học ban cả na học bụng bụng luôn rồi là hay bà này mà mặt trong cái lục thà mà pride là đi lên trong lái lúc ta chia dùng mà đi mà pride ná giờ mong riêng sôi chẳng mà nhom giờ mong thôi riêng khai riêng cái bột mắc anh đang bàn pride bàn mà đây thế bà con giờ ăn mà cha bà sân giờ cả na pride cứ về đó pride kia về năng ai nhôm bảo thà pride là lúc thái còn pride mà ha thái đấy năng mình đấy giờ đặc bong và ôn dương việc cu kia chắc anh nhôm này bà con chia on mà cha đôi chầm ràn lục dây lục ta put tờ bo là sạch tầng lại còn bay chia thà lời khăn bị thi khai là bỏ dương môn phê chặt vào đám này cam mà bị thi côn trai hay sầm đàn cả ông ca đặt nom là bỏ cừu cha ơi một với bị thi sông khả mà tôi thông tăng bị dương co cao cầm nát là hốt mà đòn phần này xua ta côn trai na khla để luật vừa rương bảo bạn chất ơi mai ơi tham mình khỏa tê để con ơi cho đó nè bởi dây bị côn cả na mẹ bong nông thưa ơi cả na và bạn chất nó rộp liền đòn là hay này còn để côn bong ấy cho côn cả đa côn thì mui côn thì pi là côn bơ tiền đó tham mai ơi nâng nhô mai tu bay chỉ giang na ở đây quan sọc chất liên tục luôn anh chiêm để chân bị luôn anh cắt chất đi bàn tay tê chẳng à tầng nâng nhô vì sao tận miền tu vì sao tận miền tây hỏi ở cha đặt nom cả lại nâng nhôm tầng lai ai qua bay phơi luôn ai ao tầm nê dương phơi bon này mai dương phơi bon này ở qua bay phơi luôn ao tầm nê ban pi ngày mà ngày rưỡi pi ngày nâng
ម៉ែឪអញ្ចឹងយើងចំណាយពេលវេលារវល់ជាមួយយើង50-60ឆ្នាំហើយចឹងទេយើងចំណាយពេលវេលាតែ2ថ្ងៃធ្វើដើម្បីម៉ែធ្វើដើម្បីឪឲ្យបានញោមម៉ែបើម៉ែឪស្លាប់ទៅយើងនាំគ្នាទៅសុំខមាទោសយើងទៅសុំទោសមែនក៏ប៉ុន្តែអត់ន័យហេតុអីបានជាអត់ន័យអ្នកដែលស្លាប់ទៅដូចកំប៉ុងទឹកសុទ្ធអញ្ចឹងដូចដបទឹកសុទ្ធអញ្ចឹងអត់មានអីដឹងអីទាំងអស់ចឹងហើយបវលក្បាលតលិចក៏មិនដឹងបវលក្បាលតកើតក៏មិនដឹងបវលក្បាលតជើងក៏មិនដឹងអត់មានន័យទេអូអញ្ចឹងដើម្បីសុំទោសឲ្យគាត់លើកលែងទោសតតែគាត់រស់រៀនមានជីវិតកំពុងកគាត់នៅឈរដៃនៅត្រូវទទួលកាន់កើតកូនចៅហើយចូលលេខចិត្តថ្វាយគុំ3ដងអាចារ្យដឹកនាំបបិទ្ធមេដានិងបៃតាកូននឹកខ្លោចផ្សាពេកអំបាយតាំងពីកូនកើតមានរូបកាយលោកតែងខ្វល់ខ្វាយថែរក្សាខ្ញុំគេទេដល់ពេលសុំខមាទោសម៉ែឪហើយកូនសុំខមាទោសទោសតូចទោសធំដែលធ្វើដាក់ម៉ែដែលធ្វើដាក់ឪទាំងប្រមាណសូមលោកឪពុកអ្នកម្ដាយជាទីគោរពស្រឡាញ់របស់កូនលើកលែងទោសឲ្យកូនផងណាម៉ែណាណាឪណាតែប៉ុណ្ណឹងឯងញោមកូនខ្លះធ្លាប់វ័យម៉ែកូនខ្លះធ្លាប់ប្រមាថការភ្ញៀវពុកគ្រាន់តែលឺពាក្យកូនតែប៉ុណ្ណឹងញោមម៉ែអាខឹងទាំងប្រមាណហ្នឹងញោមអាលីខ្សលតែហ្មងហើយជាមើលមុខយាយជាមើលមុខតាហ្នឹងអត់ទៀងតសៃទាញពេបស្បេះវាចមាត់អស់អាលីងតែហ្មងអាមាត់ធ្លាប់តែនៅកន្លែងមាត់ហ្នឹងបបោមាត់ហ្នឹងទាញដល់គុំតិចហើយចុះហេតុអីបានជាតាពេបអញ្ចឹងតាហើយចុះហេតុអីបានជាយាយពេបអញ្ចឹងថាលេគុណអើយកាលណាវាមិនយំអីទេក៏ប៉ុន្តែកូនគេមកសុំខមាទោសអញ្ចឹងកាលណាវាកើតអបិយទេប្រមោចជាវាសបាយចិត្តពេកអញ្ចឹងវារំភើបទៅទឹកភ្នែកវាទៅហូរអូអញ្ចឹងបានន័យថាម៉ែឪរំភើបញាប់ញ័រត្រេកអរណាស់ឃើញទង្វើកូនប្រុសស្រីបែបហ្នឹងបន្ទាប់ពីយើងសុំខមាទោសខ្ញុំចាំមើលម៉ែហើយនឹងឪយើងណាគាត់ចាប់ផ្ដើមពោលពាក្យថាអត់អីទេដល់កូនទាំងអស់គ្នាណាឪពុកម៉ែអរគុណកូនណាស់ថ្ងៃនេះកូនបានធ្វើចម្រើនបជនឲ្យម៉ែឲ្យឪទោសកំហុសទាំងប្រមាណម៉ែឪលើកលែងទោសឲ្យកូនទាំងអស់ហើយសូមជូនពរកូនទាំងឡាយឲ្យកូនរស់ស៊ីមានបានកើតកើនវាគុំតិចតិជុំសុខដុមរមនាណាកូនណាកូនទៅទីកន្លែងណាឲ្យគេចូលចិត្តឲ្យគេអាណិតឲ្យគេស្រឡាញ់បើសត្រូវមកពីមុខឲ្យវារំលងហើយបើអាណាមកពីខ្នងឲ្យលាយដូចអំបិលត្រូវទឹកញោមឃើញទេពរនេះអត់បានទេណាពរអ្នកណាមិនដឹងទេណាញោមតែបពរមេដាបៃតាឲ្យពរតែប៉ុណ្្នឹងទេវតានៅផ្សារអូរងឪនៅស្រុកអូរងឪផ្អើឈូឆញោមមកគេនឹងមកអបអសាទរប្រសិទ្ធិបលីកាបីបាច់ថែរក្សាកូនចៅណាដែលដឹងគុណម៉ែដែលដឹងគុណឪឲ្យតែកូនណាដឹងគុណម៉ែដឹងគុណឪទេវតាគេថែរក្សាអញ្ចឹងណាថែរក្សាកូនបែបហ្នឹងណាអញ្ចឹងបានទីព្រះអង្គលោកសំដែងថាយោមេតារាំងបិតារាំងវាមិនចោលធម្មមានអ្នកបោសតិទេវាបិណាំងតិគេចតិមេតាបិតិបារាំងណារាំងញោមគេទេបានន័យថាកូនប្រុសស្រីដែលបានចិញ្ចឹមបីបាច់ថែរក្សាមេតាបៃតាដឹងគុណមេតាបៃតាញោមឲ្យទេវតាគេតាមបីបាច់ថែរក្សាកូនប្រភេទហ្នឹងឲ្យបានសុខឲ្យបានអាយុវែងនេះហើយប្រគុណជាអង្គម្ចាស់ហេតុដែលនាំឲ្យគេដឹកនាំអាចារ្យដឹកនាំពិធីសុំខមារទោសគឺវាមានហេតុផលបែបហ្នឹងណាប្រគុណជាអង្គម្ចាស់សូមនិមន្តទទួលសាធុសាធុសាធុប្រគុណជាម្ចាស់ហេតុដែលលោកគ្រូអាចារ្យនាំដឹកធ្វើពិធីសុំខមាទោសទាំងឡាយទាំងពួងនោះគឺដើម្បីឲ្យកូនចៅប្រុសស្រីទាំងឡាយអស់នៅមន្ទិលសៅម៉ងអារឿងសៅម៉ងទាំងឡាយទាំងពួងនោះការដែលសុំខមាទោសនេះពីព្រោះថាពេលខ្លះត្រឹមតែគិតនៅក្នុងចិត្តដូចមិនដាច់ស្រេចពេលខ្លះគិតក្នុងចិត្តហើយនិយាយតែជាមួយម៉ែទៅពីរនាក់ឯនោះដូចមិនដាច់ស្រេចឥឡូវនេះលោកគ្រូអាចារ្យក៏នាំធ្វើកិច្ចសុំខមាទោសក្រែងកូនខុសទាំងពីឆ្វេងទាំងពីស្ដាំទាំងពីល្អទាំងពីជេរទាំងពីថាកូនខ្លះម៉ែប្រាប់ម៉ែស្ដីម៉ែថាម៉ែអប់រំម៉ែទួមាននៅមុខឯហ្នឹងអីទេប៉ុន្តែលួចជេរតបក្នុងចិត្តទៀតណោះកូនខ្លះណោះកូនខ្លះម៉ែថាម៉ែស្ដីតមាត់ប្របាច់មកវិញអ្នកអានឹងឯងសតតែជាអ្នកមាននៅបាបពីព្រមម៉ែប្រពុតឲ្យឈ្មោះតាជាទេវតាខាងដើមម៉ែព្រះសម្មាសម្ពុទ្ធឲ្យឈ្មោះតាជាព្រះរបស់កូនអញ្ចឹងបើកូនស្ដាប់ពាក្យអប់រំទូមានរបស់អ្នកម្ដាយទេឈ្មោះតាការសាងបាបចំពោះព្រះឲ្យគាត់ពិបាកចិត្តកើតទុក្ខកើតសោកអានឹងឯងមាននាមនាំឲ្យមានបាបប្រគុណជាម្ចាស់ហើយឥឡូវនេះបធរទេសនាទេនឹងដូចជាយូរក្រែលដែរប៉ុន្តែកណាសួរមកសំណួរពីរទៀតចប់ហើយមិនបន្ថែមច្រើនទេ
ដោយសារតែបុណ្យនេះគេធ្វើបុណ្យបច្ច័យ4និងចម្រើនបច្ចុប្បន្នចង់ឲ្យអនុថែលើកបន្តិចទៅមើលតើបច្ច័យ4និងចម្រើនបច្ចុប្បន្ននេះគេធ្វើឲ្យមានអាយុវែងឬក៏បែបណាដែលអាអ្នកសូមរដ្ឋានិមន្តដោយខ្លីសូមនិមន្ត បបិទ្ធប្រគុណជាអង្គម្ចាស់ដ៏ចម្រើនកលេចទៅមើលយាយកលេចទៅមើលតាយាយធុញយាយថប់យាយមិនហ៊ានថាតែបើយាយចេះតែទាញកញ្ចប់ស្លាជាសញ្ញាថាគាត់ចុកជើងហើយកលេចទៅមើលតាអាចារ្យធុញតាអាចារ្យថប់ក៏តាអាចារ្យមិនហ៊ានថាតែបើតាចេះតែមើលនាឡិកាជាសញ្ញាថាភ្ញៀវមកបដាហើយកុំទៅយូរពេក ឥឡូវប្រគុណជាអង្គម្ចាស់បានសួរអាត្មាទៀតថាតើអ្វីទៅជាកិច្ចចម្រើនបច្ចុប្បន្នបច្ច័យ4គេធ្វើឲ្យអាយុវែងឬក៏យ៉ាងដូចម្ដេចប្រគុណជាអង្គម្ចាស់កូនចៅប្រុសស្រីទាំងអស់គឺមានចេតនាមួយចង់ឲ្យម៉ែឪអាយុវែងបានជាគេធ្វើបុណ្យបច្ច័យធ្វើបុណ្យចម្រើនបច្ចុប្បន្នហ្នឹង ពាក្យថាចម្រើនបានន័យថាធ្វើឲ្យកើនឲ្យវែងឲ្យតទៅមុខទៀតកុំឲ្យខ្លីឯពាក្យថាបច្ចុប្បន្នគេសំដៅទៅលើអាយុអញ្ចឹងបានន័យថាកិច្ចធ្វើឲ្យអាយុវែងឲ្យរស់នៅបានវែងជាមលុបដល់តិចដល់កូនប្រុសស្រីអាហ្នឹងគេថាចម្រើនបច្ចុប្បន្នណាហើយបច្ច័យ4បានន័យថាគឺជាបុណ្យកុសលនៃការធ្វើកប់ទុកនៅក្នុងធនាគារព្រះ គេមើលម្ដាយគេមើលឪពុកវ័យរបស់ពួកគាត់កាន់តែជ្រេវ័យនឹងកាន់តែទៅមុខហើយវ័យនឹងកំពុងតែចិត្តទៅប៉ាន់ជាមួយមច្ចរាជហើយហើយចឹងទេកូនគេធ្វើបុណ្យសពចូលបន្ថែមឲ្យម៉ែឲ្យឪគេឃើញតែកូនរាល់ថ្ងៃរស់រៀនមានជីវិតមានភាពសុខដុមរមនាមានទ្រព្យសម្បត្តិមានពេជ្រកៅកងពិទូសូរកានល្មមគួរដែលអាចទទួលយកបាន ហើយចឹងខ្លាចម៉ែស្លាប់ទៅក្រខ្លាចឪស្លាប់ទៅក្រកូនចៅឆ្លាតគេធ្វើបុណ្យបច្ច័យ4កប់ទុកនៅក្នុងធនាគារព្រះកើតជាតិណាមិនឲ្យពួកគាត់ខ្វះលំបាកតោកយ៉ាកវេទនាអញ្ចឹងបានគេធ្វើចម្រើនបច្ចុប្បន្ននៃនឹងបច្ច័យ4នឹងឡើងណាប្រគុណជាអង្គម្ចាស់សូមនិមន្តជ្រាប សាធុបច្ច័យ4និងចម្រើនបច្ចុប្បន្នស្ដាប់ប្រមាណជាប៉ុណ្ណេះចំពោះព្រះអនុថែញាតិញោមកដឹងកលឺហើយថាបច្ច័យ4ដែលកូនចៅធ្វើកូនចៅប្រុសស្រីធ្វើជូនចំពោះអ្នកមានគុណប្រមាណជាប៉ុណ្ណេះមានចៃវរៈគ្រឿងស្លៀកដណ្ដប់បណ្ឌបាតគ្រឿងហូបចុកសេនាសនៈទីសម្រាប់ដេកដើរឈរអង្គុយកលៀនភេសជ្ជៈថ្នាំកាយរោគសតជារណ្ដាប់ចាប់ផ្ដើមជូនទៅដល់អ្នកមានគុណក្នុងបុណ្យបច្ច័យ4 ដល់ចម្រើនបច្ចុប្បន្ននេះកូនចៅប្រុសស្រីធ្វើចំពោះអ្នកម្ដាយចំពោះលោកឪពុកចំពោះអ្នកមានគុណឲ្យមានបច្ចុប្បន្នមានអាយុវែងយឺនយូររស់នៅជាមួយកូនបានវែងទាំងយប់ទាំងថ្ងៃទាំងព្រឹកទាំងល្ងាចស្ទើរតែមានសេចក្តីស្រឡាញ់និងចង់បានភាពកក់ក្ដៅពីលោកឪពុកអ្នកម្ដាយនេះឯងបានជាធ្វើបុណ្យបច្ច័យ4និងចម្រើនបច្ចុប្បន្នជូនចំពោះលោកឪពុកនិងអ្នកម្ដាយអរគុណជាម្ចាស់សួរតែមកសំណួរនេះទៀតទេបញ្ចប់អនុថែ កូនចៅគេធ្វើបុណ្យបច្ច័យ4និងចម្រើនបច្ចុប្បន្នជូនលោកឪពុកអ្នកម្ដាយតើគេបានអានិសង្សយ៉ាងណាខ្លះដែរអាអ្នកសូមរដ្ឋានិមន្ត តាសវយនង្អហង្សត្វាផន្តិធេរៈបពិតប្រគុណជាអង្គម្ចាស់ដែលមានពភៈភោផង់ភៈមូលកឡងដោយវងបខែដែលតាំងចិត្តថាបួសមិនសឹកមួយជីវិតដ៏ចម្រើនអើយ ហើយសួរតាំងពីដំបូងរហូតដល់ទីបញ្ចប់សួរអើយសួរណាញោមណាមិនអីទេប្រគុណជាអង្គម្ចាស់ដែលជាទីគោរពសក្ការៈដ៏ចម្រើននិយាយពីអានិសង្សដែលកូនចៅប្រុសស្រីដែលបានសាបព្រោះជាមួយនឹងមេត្តាបិតាលោកថាបានអានិសង្សច្រើនណាស់ណាញោមណា អ្នកណាធ្វើជាមួយមេត្តាបិតាព្រះលោកសម្ដែងថាកតញ្ញតាធម្មមូលាកតញ្ញតាបធានតាកតញ្ញតាយសន្តិយាសពបញ្ញញ្ចវិជ្ជតិកតញ្ញូជាឫសគល់នៃធម៌ក្នុងលោកកតញ្ញូជាប្រធាននៃធម៌ក្នុងលោកកតញ្ញូគឺជាហេតុដែលឲ្យយើងសម្រេចនៅសម្បត្តិ3ប្រការសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានដោយអានុភាពនៃ កូនប្រុសស្រីទាំងអស់ដែលបានសាបព្រោះពូជកតញ្ញូចំពោះមេត្តាបិតាកូនចៅណាដែលដឹងគុណម៉ែដឹងគុណឪលោកថាមិនមែនជាដំណើរដែលដើរទៅឋានទុគតិទេ
អ្នកណាដឹងគុណម៉ែអ្នកណាដឹងគុណឪគឺជាការកសាងកម្មចន្ទើទឹកកម្មចន្ទើមាសទៅកាន់ឋានសុគតិបានន័យថាដំណើរដែលសោយនៅសេចក្តីសុខបានដល់ឋានព្រំបានដល់ឋានទេវតាទាំង6ជាន់អញ្ចឹងទៅអ្នកណាដឹងគុណមេត្តាបិតាលោកថាកើតជាតិណាកើតមកមិនក្រមិនលំបាកមិនតោកយ៉ាក់មិនវេទនាមិនល្ងឹតមិនល្ងងមិនអាលីអាលើដូចឡានអាលុបលេងទេណាញោមរៀនអ្វីក៏វាឆាប់ចេះឆាប់ចាំចំណាំឆាប់បានប្រឡងក៏វាឆាប់ជាប់ចំតកូលដែលល្អតកូលដែលសមាទិដ្ឋិទៀតណោះហើយអ្នកណាដែលមិនដឹងគុណម៉ែមិនដឹងគុណឪអត់មកមនុស្សទេញោមហើយឥឡូវមនុស្សមិនដឹងគុណម៉ែមិនដឹងគុណឪចេញមកវិញជើង4ក៏ទុយមួយហើយស្អីនោះឆ្កែឆ្មាញោមឃើញទេគោក្របីសេះដំរីមាន់ទីហើយចុះពួកនោះមកពីណាថាមកពីមនុស្សណាមនុស្សនោះកាលពីជាតិមុនគេនាំទៅប៉ុនមិនទៅទេគេថាធေါ်អាចចិត្តផ្លិចជេបន្តិចចិត្តចាំឪពុកទាញមកខាងស្ដាំអកុសលកម្មទាញទៅតែឆ្វេងគេថាបកគលពួកខ្លះគេបបួលแล้วឲ្យទៅធ្វើប៉ុនថាទៅមិនរួចទេកំពុងតែកុនឲ្យទៅធ្វើប៉ុនទៅអត់កើតដល់ពេលតែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិផៅផងគេសែងយកតកប់ដុតចោលទៅទេប្រេចមិនបកែថារវល់ទៀតទៅអស់ពេលបកែអាលីងណាខ្ញុំឃើញទេពេលនោះហើយចាប់ផ្ដើមស្ដាយក្រោយអញដឹងចឹងប្រឹងធ្វើប៉ុនសុនទៀតអាសាសិលយមរាជយមបាលគេថាអស់ពេលហើយអូនអស់ពេលហើយពេលឲ្យយើងកើតមកមនុស្សគេឲ្យយើងប្រឹងធ្វើសទ្ធាសិលចក្ខបញ្ញាឯងមិនធ្វើទេមួយថ្ងៃដើរតែនិយាយដើមគេមួយថ្ងៃដើរតែបខូចបកាច់គេដើរលួចដើរប្លន់គេឲ្យទៅវើតែឯងធ្វើទាំងប្រមាណយាទីសាំងលបតេពីជាងតាទីសាំងលបតេផលាំងទទួលយកវិញឲ្យទាំងអស់ធ្វើល្អវាបានល្អធ្វើអាក្រក់គឺវាបានអាក្រក់ហើយណាញោមណាអនុមោទនីបកុនជាអង្គម្ចាស់ហើយអានិសង្ឃខ្ញុំកណារៀបរាប់បានតែប៉ុណ្ណឹងទេបើកណារៀបរាប់យូរចុងភៅដូចជាលើកបបមកបដាដូចជាធំក្លិនដូចចង់លេបទឹកមាត់អញ្ចឹងកុំឲ្យធំក្លិនហើយយើងលេបទឹកមាត់បាបចុងភៅអញ្ចឹងកណាឆ្លើយសង្ខេបបានប្រមាណប៉ុណ្ណេះលើកពីនេះសូមនិមន្តបន្ថែម3ម៉ោងទៀតចោះសូមនិមន្តជ្រាបសាធុជ្រាបបាយអរគុណណាស់ព្រះអនុថៃហើយថ្ងៃនេះលឺអនុថៃសំដែងធម៌ទេសនាបរុផ្លែកមានកម្លាំងដល់តែលឺអនុថៃទេបរុអញ្ចឹងធ្វើឲ្យអាត្មាអត់ចាំទេតែមកចាំដល់សួរឲ្យលោកទេអរគុណជាម្ចាស់ព្រះអនុថៃឥឡូវនេះការបកស្រាយអំពីបុណ្យក្បោះក្បាយ1ម៉ោងជាងណាដោយព្រះអង្គលើកឡើងតែយាយឲ្យតាអង្គុយយូរទៅតាឈឺចកេះយាយឈឺចកុងដល់តែឈឺក្បាលឈឺក្បូងស្ដាប់ពធទេសនាពីដំបូងឲ្យញឹមញែមដល់តែចុងក្រោយមុខលេឲ្យញឹមចេញពូចុកនេះចុកនោះអញ្ចឹងពធទេសនាប្រមាណប៉ុណ្ណេះក៏សំលមមហើយដែរញោមណាចឹងពធទេសនាទាំងពីរព្រះអង្គដែលខ្ញុំគណៈអាត្មាបានសម្ដែងក៏សិនអមតតែបញ្ចប់មុននឹងបញ្ចប់ក៏សូមប្រមែប្រមុំពូផ្ដុំប្រមូលបញ្ញនិធិបញ្ញរាស័យដែលកើតឡើងអំពីភាសាតោមនោសញ្ចេតនាសេចក្តីជ្រះថ្លារបស់ម្ចាស់ដើមទានប្រទានបុណ្យសំប្រសពជួបប្រទាំងទៅនឹងពុទ្ធពរព្រះ4អាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3មនុស្សទេវតាព្រះនិព្វានម្ចាស់ទានប្រទានបុណ្យទាំងចិត្តប្រាថ្នានៅពុទ្ធពរណាឬក៏សម្បត្តិណាក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាអាយ៉ាងធម្មទេសនាណដ្ឋេតាបធរទេសនាដែលខ្ញុំកណាអាត្មាភាពនាមតែជាអនុថៃនិងមហាថៃដកនាងនឹងបញ្ចប់ប្រធរទេសនាតែត្រឹមនេះឯងអេវ៉ាំង